ស្ដីបងប្អូនទាំងអស់គ្នានេះជួបជាមួយលោកគ្រូស៊ីវិននឹងដោះស្រាយចំណោទមួយដែលកូនសិស្សសួរអាណត្តិទី6ចឹងតោះមកខាត់ពេកយើងមើលប្រធានចំណោទទាំងអស់គ្នាចឹងចំណោទទី6តងជាមួយនឹងមេរៀនសំណួរបឋមកតាបឋមតោះចឹងយើងមើលណាស្មីជាប្អូនស្រីរបស់សុខាចឹងដើម្បីដោះស្រាយចំណោទគឺយើងអានប្រធានឲ្យយល់ណាតែស្មីជាប្អូនស្រីរបស់សុខាអាយុរបស់អ្នកទាំងពីរដូចកតាបឋមនៃ55តើរស្មីមានអាយុប្រមាណឆ្នាំហើយសុខាមានអាយុប្រមាណឆ្នាំនេះគឺជាប្រធានចំណោទមួយតោះចឹងបន្ទាប់ពីយើងអានប្រធានយល់ហើយយើងចាប់ផ្ដើមទៅដាក់ប្រមាណវិធីនិងរបៀបឆ្លើយពីព្រោះការដោះស្រាយចំណោទទី6គឺយើងត្រូវដាក់ប្រមាណវិធីនិងរបៀបឆ្លើយនៅលំហាត់នេះចឹងយើងមើលណាគឺប្រមាណវិធីនេះគឺប្រមាណវិធីនៅខាងឆ្វេងដៃហើយរបៀបឆ្លើយគឺនៅខាងស្ដាំដៃតមកយើងគូរបាគូបន្ទាត់កដាមួយតែបន្ទាត់នេះភាគច្រើនយើងគូវាឲ្យខិតមកខាងប្រមាណវិធីណាបងតែចាំចឹងមិញយើងអានប្រធានយល់ហើយគឺចំណុចបន្ទាប់ពីយើងអានប្រធានយល់ហើយចំណុចទី2គឺយើងចាប់ដើមរកមើលសំណួរគេសួរគឺអាយុរបស់រស្មីនិងអាយុសុខាអញ្ចឹងយើងដាក់មករកអាយុរស្មីនិងអាយុសុខាបន្ទាប់ពីយើងដាក់រកអាយុរស្មីនិងអាយុសុខាហើយយើងចាប់ដើមមើលប្រធានទៀតអញ្ចឹងដោយអាយុរបស់អ្នកទាំងពីរហ្នឹងដូចកតាបឋមនៃ55មានន័យថាម៉េចនៃកន្លែងហ្នឹងគេប្រកបយើងគឺមានន័យថានេះកន្លែងកតាបឋមនេះកតាបឋមនៃ55អញ្ចឹងមានន័យថាម៉េចកតាបឋមនៃ55អញ្ចឹងយើងដឹងហើយកតាបឋមគឺមានន័យថាចំនួនបឋមគុណគ្នាឧទាហរណ៍ដូចជា2គុណឲ្យ3អញ្ចឹងតើអ្នកគ្នាដឹងហើយ2គុណ3 2ជាចំនួនបឋម3ជាចំនួនបឋមអញ្ចឹង2គុណ3បែបហ្នឹងគេហៅថាចំនួនជាកតាបឋមឧទាហរណ៍15ណា15ស្មើនឹងមែនបាទយើងចែកកតាបឋមទៅគឺបាន3គុណនឹង5ចា3គុណនឹង5ហ្នឹងគេហៅកតាបឋមអញ្ចឹងនៅពេលដែលយើងយល់ណានៅពេលដែលយើងយល់ពីន័យរបស់គេនឹងហើយយើងគឺអាចសរសេរបានដូចទៅនោះ55ស្មើនឹង5គុណនឹង11ពីព្រោះ5ក៏ជាចំនួនបឋមហើយ11ក៏ជាចំនួនបឋមដែរអញ្ចឹងគេចែកមិនតោះអញ្ចឹងគេយករបៀបចែកឬក៏ការធ្វើការចែកកតាបឋមហ្នឹងគេអត់ចែកនៅនេះទេអានេះគឺសរសេរតែចម្លើយទេអញ្ចឹងគេចែកទៅណានេះចែកនៅកន្លែងប្រមាណវិធីនេះណាអញ្ចឹងគឺមើលមកគឺយើងសរសេរលេខ55ហ្នឹងហើយយើងគូរបាពភាគហើយយើងគិតមើលអញ្ចឹងតិចនិចបងលោកគ្រូវិនកូនសិស្សដឹងហើយគឺចែកនឹងលេខ2ជាចំនួនបឋមតូចជាងគេបើចែកមិនដាច់យើងចែកនឹង3ចែកនឹង3មិនដាច់យើងចែកនឹង5នេះយើងចែកបែបដាច់ទេចែកនឹង5បើចែក5ដាច់ទៀតយើងចែកនឹង7ឯជាដើមទៅអញ្ចឹងចែកនឹង5ដាច់បានចម្លើយ11អញ្ចឹង11ជាចំនួនបឋមចែកនឹងខ្លួនឯងនឹង11អញ្ចឹងក្រោយសល់1គឺជាចុងក្រោយអូខេអញ្ចឹងបន្ទាប់ពីយើងចែកបានចម្លើយបែបហ្នឹងយើងសរសេរដូចទៅគឺ55ស្មើនឹង5គុណនឹង11នេះណា5គុណ11អញ្ចឹងយល់ហើយណាគុណសិស្សទៅសួរអញ្ចឹងទី1គឺត្រូវអានប្រធានយល់ទី2ត្រូវเอาសំណួរគេសួរអីយើងសរសេរមករកហ្នឹងមកហើយយើងទី3យើងចាប់ផ្ដើមមើលអ្វីដែលគេប្រាប់ហ្នឹងហើយវិភាគហ្នឹងគេសមត្ថកម្មណាហើយបន្ទាប់មកយើងសរសេរសមត្ថកម្មនិងគិតពីរបៀបធ្វើវាមកយើងដឹងហើយតែប្រធានគេប្រាប់តអត់គេប្រាប់មកទៀតយើងយកមកតអត់ទេគេប្រាប់ថារស្មីជាប្អូនស្រីរបស់សង្ខាអញ្ចឹងបើរស្មីជាប្អូនស្រីរបស់សង្ខាអញ្ចឹងមានន័យថាអាយុរបស់រស្មីគឺត្រូវតិចជាងអាយុសង្ខាអញ្ចឹងយើងឆ្លើយថារស្មីមានអាយុ5ឆ្នាំពីព្រោះចំនួនកតាបឋមដែលយើងគុណទៅជាងគេគឺលេខ5ហើយរស្មីជាអូនស្រីរបស់សខាអញ្ចឹងមានន័យថាអាយុទៅតិចជាងសខាអញ្ចឹងមានន័យថាលេខ5ហ្នឹងហើយសខាមានអាយុ12ឆ្នាំអញ្ចឹងតោះមិនដែរបងប្អូនទាំងគ្នាជាពិសេសកូនសិស្សដែលសួរលោកគ្រូអាចយល់ទេ
chẳng bây giờ lấy tỏ ok xong một con chụp là cầu tiết bà mình chừng ngó là chạm một số là cầu bán ok chấm dứt liền bye bye chào bye bye bye